យកទៅធ្វើអីគេដែរអ្នកលក់ចាអាសូឡានេះគឺជាប្រភេទចំណីសត្វដែលមានប្រូតេអ៊ីន 23% សត្វស៊ីឆាប់ធំឆាប់ទទួលបានផលក្នុងការដាំបងប្អូនដែលមានសត្វចិញ្ចឹមច្រើនអាចមកដាំជាមួយអាសូឡានេះបានដោយបងប្អូនគ្រាន់តែមានអាងដែលអាចផ្ទុកទឹកបានចាហើយបងប្អូនយកពូជទៅដាក់ដាំដែលមានលាយជាមួយនឹងអំបិលហើយនឹងថ្នាំការពារសត្វល្អិតព្រមទាំងជីសរីរាង្គហើយនឹងជីបំពន់គឺបងប្អូនដាំត្រឹមតែ10ទៅ15ថ្ងៃគឺអាចប្រមូលផលបានហើយចាអញ្ចឹងការលូតលាស់របស់ចក់នេះគឺលឿនខ្លាំងក្នុងមួយខែបើបងប្អូនមានពូជត្រឹមតែ15គីឡូបងប្អូនអាចទទួលផលបានជាង100គីឡូត្រឡប់មកវិញចាអញ្ចឹងយើងចំណេញច្រើនមែនទែនហើយការចំណាយថ្លៃដើមអស់ខ្ទង់តែ10000រៀលអីទេចានៅក្នុងការដាំមួយវគ្គអញ្ចឹងបងប្អូនទាំងអស់គ្នាដែលចង់ចេះដាំចក់អាសូឡានេះបងប្អូនអាចខលមកប្រឹក្សាយោបល់ពីបច្ចេកទេសក្នុងការដាំពីខាងខ្ញុំដោយអត់គិតប្រាក់ចាហើយបើបងប្អូនចង់ទិញឈុតក្នុងការរៀនដាំដំបូងបងប្អូនចំណាយត្រឹមតែ120,000ទៅ150,000រៀលតែប៉ុណ្ណោះគឺបងប្អូនបានកំភ្លេក្នុងការដាំទាំងអស់រួមមានចក់អាសូឡាជីតង់ស្បៃថ្នាំព្រមទាំងខ្សែចងនិងធុងបាញ់ផ្សេងៗដែលខាងខ្ញុំរៀបចំជូនបងប្អូនទាំងអស់គ្នាដោយពុំបាច់ទៅរកអ្វីផ្សេងទៀតទេចាចង់បងប្អូនចង់ដឹងបន្ថែមអាចខលប្រឹក្សាមួយអ្នកលក់ខ្ញុំបានសូមអរគុណសូមជម្រាបលា